វែករនាមវែករនាមគឺជាខ្សែស្រឡាយនៃអំបោសពស់វែកដែលមានពិសខ្លាំងជាងគេបំផុតហើយមានការវិវត្តខ្លួនខុសប្លែកឆ្ងាយអំពីអំបោសផ្សេងទៀតដូចជាវែកស្រងាវែកដំបូកនិងវែកក្របីជាដើមរហូតមកដល់ពេលបច្ចុប្បន្នពស់ប្រភេទនេះនៅតែមានវត្តមាននៅក្នុងធម្មជាតិខ្មែរដែលប្រជាជនអាចប្រទះឃើញដោយចៃដន្យក្នុងអំឡុងប្រមាណ10ឆ្នាំចុងក្រោយនេះវែករនាមជាពស់ដែលមានជីវិតអាចកំបាំងបំផុតនៅក្នុងព្រឹកព្រៃហើយត្រូវបានគេធ្លាប់សង្កេតឃើញថាភាគច្រើនវាមានពណ៌មាសស្លេកឬពណ៌ក្រហមក្រមៅដែលតែងតែសំងំរស់នៅលើដើមឈើតាមព្រៃលិចទឹកក្នុងរូងថ្មនៃសំណង់ប្រាសាទបាក់បែកឬវិហារចាស់ៗដែលគេបោះបង់ចោលជាដើមបើយោងទៅតាមប្រសាសន៍របស់ចាស់បុរាណដែលធ្លាប់បានជួបនិងឃើញសត្វនេះបានបញ្ជាក់ថាវែករនាមមិនមែនជាពស់កាចសាហាវពេកនោះទេអ្វីត្បិតតែវាមានពិសដ៏ខ្លាំងក្លាក៏ដោយលុះត្រាតែវាត្រូវបានគេចូលទៅប៉ះដោយចៃដន្យឬមានចេតនាព្យាបាទវាតែម្ដងនៅក្នុងការរស់នៅពស់ប្រភេទនេះអាចលាក់ខ្លួនកំបាំងកាយបានយ៉ាងល្អបំផុតអំពីសត្រូវឬអ្នកដែលនឹងមករំខានជីវិតរបស់វាចំណុចមួយដែលគួរឲ្យកត់សម្គាល់ផងដែរនោះគឺដោយសារតែអំណាចនៃសារជាតិពិសដ៏សាហាវដែលមាននៅក្នុងខ្លួនទើបធ្វើឲ្យវាមិនអាចលឹបទឹកបានយូរគឺតែងតែអណ្ដែតខ្លួនប្រប្រាស់នឹងផ្ទៃទឹកព្រមទាំងអាចហែលផ្លាស់ទីបានយ៉ាងលឿនរហ័សបំផុតកាលពីសម័យដើមធ្លាប់មានរឿងមួយដំណាលមកថាមានក្មេងៗមួយក្រុមបាននាំគ្នាទៅឃ្វាលគោក្នុងព្រៃមួយកន្លែងដែលស្ថិតនៅដាច់ឆ្ងាយអំពីភូមិស្រុករហូតដល់វេលាថ្ងៃរសៀលបន្ទាប់ពីចងគោឲ្យស៊ីស្មៅនៅច្រកមាត់ព្រៃរួចពួកគេក៏ឆ្លៀតបន្តទៅរកអស់ស្ងួតនៅឯម្ដុំមាត់ទឹកគ្រាន់បានលីសែងយកទៅផ្ទះដើម្បីដណ្ដាំបាយម្ហូប